Chị mau bị nổ pin pin nha quạt chân mà tô mau chân mà sốp chân chỉ rất sợ lươn bà quạt slong hai ở đâu nhau tiệt sao mà đo nó bị phạ slong rồi nó sáng màu thòng ហើយតាមការបញ្ជាក់ក៏ដូចជាប្រជាពលរដ្ឋដែលគាត់ស្ថិតនៅហេតុការណ៍ផ្ទាល់គាត់បានបញ្ជាក់មកថាចំពោះម៉ូតូត្រៀមសង់ខាងលើនេះគឺបើកបរស្របទិសទេបាទប្រិមិត្តគាត់ធ្វើដំណើរពីភ្នំពេញទៅណាបាទហើយចំណែកម៉ូតូស្គូពីខាងលើគឺគាត់ធ្វើការឆ្លងពីជ្រុងមកខាងនេះបែបនេះដែលជាលក្ខណៈថាចំណិតតសក់បាទហើយមកដល់ចំណុចទីតាំងកន្លែងកាត់ហេតុក៏បានបុកគ្នាតែម្ដងហើយយើងក៏មិនទាន់ដឹងពីស្ថានភាពនឹងការបើកបររបស់គាត់យ៉ាងម៉េចដែរបាទប្រិមិត្តបណ្ដាលឲ្យបុកគ្នានៅចំទីតាំងកន្លែងកាត់ហេតុណាគ្រប់នឹងជំរាបសួរប្រិមិត្តដែលតែងតែនិយមតាមដានទស្សនារកការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook គណៈពេលនេះដែរខ្ញុំបាទអៅបញ្ញរតកំពុងតែស្ថិតនៅមូលដ្ឋានសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញដែលយើងទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋគឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូដែលបណ្ដាលឲ្យនារី2នាក់ជិះម៉ូតូស្គូពីរងរបួសធ្ងន់បាក់កំភ្លើដែលយើងទទួលបានប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋណាបាទហើយចំពោះម៉ូតូត្រៀមសង់ខាងលើនេះគឺរួមដំណើរគ្នា3នាក់ដែលរងរបួសធ្ងន់ម្នាក់និងរងរបួសស្រាល2នាក់បាទប្រិមិត្តហើយចំពោះនារីខាងលើទាំង2នាក់ហ្នឹងគឺមន្ទីរពេទ្យបង្អែកខាងសម្ដេចឪនិងសម្ដេចម៉ែលោកបានចុះមកយកនឹងបញ្ជូននារី2នាក់ខាងលើហ្នឹងទៅសង្គ្រោះហើយបាទប្រិមិត្តបាទប្រិមិត្តនេះជាម៉ូតូភាគីម្ខាងដែលគាត់ជិះស្របផ្លូវណាបាទប្រិមិត្តជិះពីភ្នំពេញមកវិញដែលមានស្លាកលេខបន្ទាយមានជ័យ 1U32 និង33ហើយគឺជាប្រភេទម៉ូតូម៉ាកសង់ត្រៀមបាទពីប្រិមិត្តបានឃើញជាក់ស្ដែងបាទស្ថានភាពរបស់ម៉ូតូហ្នឹងឃើញថាដូចជាដាច់ខ្សែប្រាំងទៀតបាទប្រិមិត្តហើយយើងមិនទាន់ដឹងថាខ្សែប្រាំងហ្នឹងចេញពីម៉ូតូត្រៀមសង់ខាងលើនេះឬមួយក៏ជាខ្សែប្រាំងរបស់ម៉ូតូស្គូពីទេបាទប្រិមិត្តចំពោះម៉ូតូត្រៀមសង់ខាងលើគឺរួមដំណើរគ្នា3នាក់ដែលជាបុរសទាំង3នាក់ណាប្រិមិត្តបាទហើយនោះគឺជាម៉ូតូភាគីម្ខាងទៀតដែលមានម៉ាកស្គូពីរួមដំណើរគ្នា2នាក់គឺស្ត្រីទាំង2នាក់ហើយតាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋគាត់បានបញ្ជាក់មកថាម៉ូតូស្គូពីខាងលើហ្នឹងគឺធ្វើការឆ្លងហើយម៉ូតូត្រៀមសង់នេះគឺធ្វើការជិះស្របផ្លូវគ្នាធម្មតាទេបាទហើយមិនដឹងយ៉ាងម៉េចទេមកដល់ទីតាំងកន្លែងកើតហេតុក៏បានបុកគ្នាបាទហើយបណ្ដាលឲ្យភាគីម៉ូតូស្គូពីគឺរងរបួសបាទបាក់ជើងម្នាក់បាទប្រិមិត្តគឺរងរបួសធ្ងន់ទាំង2នាក់ណាបាទប្រិមិត្តបាទប្រិមិត្តនេះជាម៉ូតូស្គូពីខាងលើដែលរួមដំណើរគ្នា2នាក់បាទប្រិមិត្តបើកបរដោយនារី2នាក់គឺបាក់ជើងម្នាក់បាទហើយនេះគឺជាស្ថានភាពម៉ូតូរបស់គាត់បាទហើយខ្សែប្រាំងដែលយើងឃើញជាប់នឹងម៉ូតូត្រៀមសង់ខាងលើហ្នឹងគឺបាទនេះគឺជាខ្សែយើងមិនដឹងថាខ្សែប្រាំងឬមួយក៏ខ្សែហ្គែរបស់ម៉ូតូស្គូពីខាងលើទេបាទប្រិមិត្តយើងបានឃើញជាក់ស្ដែងបាទសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋយើងដែលគាត់ស្ថិតនៅទីតាំងកន្លែងកាត់ហេតុណាបាទគាត់ធ្វើការស្វះស្វែងជួយយកព្រេចកាឡាមករឹតលាបបាទដើម្បីឲ្យបានធូរស្រាលខ្លះណាបាទប្រិមិត្តហើយចំពោះនារីរងគ្រោះទាំង2នាក់ខាងលើក៏គាត់បានធ្វើការស្វះស្វែងជួយបាទខលហៅឡានពេទ្យដើម្បីឲ្យមកយកទៅពិនិត្យនិងព្យាបាលណាបាទប្រិមិត្តបាទហើយជុំវិញករណីខាងលើនេះគឺបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ស្ថិតនៅទីតាំងកន្លែងកើតហេតុនេះបាទនឹងធ្វើការស្វះស្វែងជួយគ្នាម្នាក់មួយជើងណាប្រិមិត្តដើម្បីខលហៅឡានពេទ្យបាទហើយចំពោះឡានពេទ្យខាងលើគឺជាពេទ្យរបស់មន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែបាទប្រិមិត្តបាទយើងឃើញជាក់ស្ដែងបាទប្រិមិត្តចំពោះបងប្អូនប្រជាពលរដ្ឋយើងគឺធ្វើការស្វះស្វែងជួយគ្នាខ្លាំងមែនទែនមិនថាការជួយសង្គ្រោះទៅលើមនុស្សខលហៅឡានពេទ្យក៏ដូចជាសម្រួលនៅចរាចរណ៍កុំឲ្យមានការកកស្ទះក៏ដូចជាគ្រោះថ្នាក់បន្ថែមទៀតបាទប្រិមិត្តបាទហើយយើងក៏បានឃើញនៅវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋានលោកបានចុះមកដល់ទីតាំងកន្លែងកាត់ហេតុហើយនឹងធ្វើការសាកសួរនៅរឿងរ៉ាវខាងលើណាបាទប្រិមិត្តបាទប្រិមិត្តឥឡូវនេះកម្លាំងសមត្ថកិច្ចលោកបានធ្វើការពុះនៅគំនុះបាទម៉ូតូខាងលើណាបាទដើម្បីអូសចូលខាងកុំឲ្យមានគ្រោះថ្នាក់បន្តទៀតបាទអរគុណណាស់ប្រិមិត្តដែលតែចំណាយពេលវេលាចូលរួមទស្សនារកការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook គណៈពេលនេះដែរខ្ញុំបាទអៅបញ្ញរតទៅសូមធ្វើការបញ្ចប់នៃការផ្សាយដល់ទៅនេះបើសិនជាមានពាក្យពេចន៍ឬអ្វីមិនសមរម្យក៏សូមខន្តីអភ័យទោសពីសំណាក់ប្រិមិត្តផងបាទ
ជុំវិញនៅករណីខាងលើនេះយើងគ្រាន់តែធ្វើការផ្សព្វផ្សាយជាព័ត៌មានបឋមនោះទេហើយព័ត៌មានពិស្ដារយ៉ាងណាទៀតយើងធ្វើការអាប់ដេតទៅលើគេហទំព័រនិង website STTVB សូមអរគុណនិងសូមគោរពលាផលិតផលថ្មីរបស់ JBL ឆ្នាំ 2025 បានមកដល់ហើយ JBL Charge 6 JBL Flip 7 និង JBL Party Box Encore 2 លោកអ្នកអាចស្វែងរកផលិតផលថ្មីទាំងនេះបាននៅគ្រប់បណ្ដាសាខា Nano Sound ទូទាំងប្រទេសឬបញ្ជាទិញតាមរយៈ app NTH Mall Ycam អ៊ីនធឺណិតជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ